កម្ពុជានិងវៀតណាមបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមគ្នាសម្ដេចមហារដ្ឋាភិបាលទីការធិបតីខុនសូដារីប្រធានរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅវៀតណាមនៅព្រឹកថ្ងៃទី28ខែកក្កដាឆ្នាំ2026បានជួបជុំសម្ដែងការគូសំនិងពិភាក្សាការងារជាមួយឯកឧត្តមតូលឹមអគ្គលេខាធិការបកកុម្មុយនីសវៀតណាមនិងជាប្រធានរដ្ឋវៀតណាមនៅក្នុងជំនុំនេះថ្នាក់ដឹកនាំប្រទេសទាំងពីរបានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឈលលើស្មារតីភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែងដើម្បីទទួលបានការអភិវឌ្ឍរួមគ្នាជាកិច្ចចាប់ផ្ដើមឯកឧត្តមប្រធានរដ្ឋបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានសម្ដេចប្រធានរដ្ឋាភិបាលនិងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមในឱកាសនេះដែលសូមបញ្ជាក់ពីវប្បធម៌ដ៏ល្អនិងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងវៀតណាមឯកឧត្តមប្រធានរដ្ឋបានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជានៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបកប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានគណបកប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីឯកឧត្តមក៏បានអបអរសាទរផងដែរចំពោះការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជាលើការដឹកនាំរបស់ព្រឹទ្ធសភារដ្ឋាភិបាលនិងរាជរដ្ឋាភិបាលកម្ពុជាសម្ដេចរដ្ឋាភិបាលធិបតីបានថ្លែងអំណរគុណជូនឯកឧត្តមប្រធានរដ្ឋដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបសម្ដេចនាឱកាសនេះប្រកបដោយភាពកក់ក្ដៅជាទីបំផុតសម្ដេចបានអបអរសាទរយ៉ាងកក់ក្ដៅដោយផ្ទាល់ចំពោះឯកឧត្តមដែលត្រូវបានសមាជិកគណៈបកកុម្មុយនីសវៀតណាមលើកទី14បោះឆ្នោតជ្រើសតាំងជាថ្មីម្ដងទៀតជាអគ្គលេខាធិការបកសម្រាប់មួយអាណត្តិទៀតពីឆ្នាំ2026ដល់ឆ្នាំ2031កាលពីថ្ងៃទី23ខែមករាកន្លងទៅនឹងបានដាក់ចេញនូវចក្ខុវិស័យជាយុទ្ធសាស្ត្រដឹកនាំប្រទេសវៀតណាមឈានឆ្ពោះទៅក្លាយជាប្រទេសអភិវឌ្ឍនាឆ្នាំ2045ខាងមុខនេះសម្ដេចបានមានប្រសាសន៍បន្តថាសមិទ្ធផលធំធេងជាច្រើនដែលបករដ្ឋាភិបាលនិងប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេលចុងក្រោយនេះស្ដែងចេញពីភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវនិងឆ្លៀសវៃប្រកបដោយចក្ខុវិស័យច្បាស់លាស់វែងឆ្ងាយនិងការកែតម្រង់ស៊ីជម្រៅជាពិសេសភាពជាអ្នកដឹកនាំរបស់សមាមិត្តអគ្គលេខាធិការបកដែលប្រកាន់ខ្ជាប់នូវអភិក្រមអភិបាលកិច្ចល្អយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនិងកំណែទម្រង់រដ្ឋបាលជាច្រើនដែលមិនត្រឹមតែធ្វើឲ្យសេដ្ឋកិច្ចមានកំណើនខ្ពស់ប៉ុណ្ណោះទេថែមទាំងបានធ្វើឲ្យប្រទេសវៀតណាមក្លាយជាមហាអំណាចកណ្ដាលមួយទាំងផ្នែកសេដ្ឋកិច្ចនិងយោធាព្រមទាំងមានតួនាទីលេចធ្លោនៅលើឆាកតំបន់និងអន្តរជាតិថែមទៀតផងសម្ដេចប្រធានរដ្ឋាភិបាលក៏បានជម្រាបជូនឯកឧត្តមប្រធានរដ្ឋអំពីលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្ដេចនិងឯកឧត្តមជិនថាញ់មិនប្រធានរដ្ឋាភិបាលវៀតណាមកាលពីព្រឹកមិញនេះដោយនៅក្នុងនោះសម្ដេចបានគូបញ្ជាក់ពីការឯកភាពគ្នារវាងប្រធានរដ្ឋាភិបាលប្រទេសទាំងពីរក្នុងការធ្វើវិសោធនកម្មលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលប្រទេសទាំងពីរឲ្យស្របនឹងបរិបទជាក់ស្ដែងដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរឯកឧត្តមតូលឹមបានអបអរសាទរចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៃប្រទេសក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងពីរឯកឧត្តមបានរំលឹកដល់លទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តមនិងសម្ដេចតេជោហ៊ុនសែនកាលពីខែកុម្ភៈឆ្នាំ2026នៅរាជធានីភ្នំពេញឯកឧត្តមនិងសម្ដេចតេជោមានចក្ខុវិស័យច្បាស់លាស់នៅក្នុងការអភិវឌ្ឍប្រទេសទាំងពីរពិសេសការតភ្ជាប់ផ្លូវល្បឿនលឿនពីភ្នំពេញមកកាន់ទីក្រុងហូជីមិញនិងការកសាងបន្ទាត់ព្រំដែនប្រទេសទាំងពីរជាព្រំដែនសន្តិភាពនិងការអភិវឌ្ឍឯកឧត្តមបានគូបញ្ជាក់ថាកម្ពុជានិងវៀតណាមត្រូវតែអភិវឌ្ឍរួមគ្នាឯកឧត្តមបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរក្នុងនោះមានវិស័យពាណិជ្ជកម្មដូចជាវៀតណាមទិញអង្ករនិងស្វាយចន្ទីពីកម្ពុជាឬអាចបើករោងចក្រកែច្នៃនៅកម្ពុជាតែម្ដងជាមួយគ្នានេះឯកឧត្តមក៏បានបញ្ជាក់ពីទូនាទីដ៏សំខាន់របស់កម្ពុជានិងវៀតណាមនៅក្នុងការកសាងសុខសន្តិភាពនិងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរក្នុងនាមជារដ្ឋសមាជិកអាស៊ានវៀតណាមមិនចង់ឃើញសហគមន៍នេះមានបញ្ហាឬអសន្តិសុខឡើយសម្ដេចប្រធានរដ្ឋសភាបានលើកឡើងពីទូនាទីសំខាន់នៃការទូតសភានៅក្នុងសភាពការពិភពលោកដែលមានការប្រែប្រួលនិងស្មុគស្មាញដូចជាពេលបច្ចុប្បន្ននេះការងារការទូតសភាដើរតួនាទីយ៉ាងសកម្មក្នុងការបំពេញបន្ថែមដល់ការទូតរដ្ឋនិងការទូតបកដោយធានានូវសង្កត់ភាពនិងភាពបត់បែនដើម្បីជំនះព្យុះភ្លៀងនៃភូមិសាស្ត្រនយោបាយសេដ្ឋកិច្ចតំបន់និងសកលដែលមានការវិវត្តប្រែប្រួលប្រកបដោយភាពស្មុគស្មាញមិនប្រកបប្រជានិងហានិភ័យខ្ពស់ដើម្បីធ្វើយ៉ាងណារក្សាឲ្យបាននូវសន្តិភាពសកលនិងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ពិភពលោកតាមរយៈវប្បធម៌សន្តិនិកផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិជាមូលដ្ឋានសម្ដេចបានបញ្ជាក់ពីជំហររបស់កម្ពុជាថា
កម្ពុជាគោរពច្បាប់អន្តរជាតិស្រឡាញ់សុខសន្តិភាពនិងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ពហុភាគីនិយមបើកចំហប្រកបដោយបរិយាបន្ននិងការរក្សាសណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ដើម្បីធានាបាននូវសុខសន្តិភាពស្ថិរភាពនិងវិបលភាពរួមសម្រាប់មនុស្សជាតិទាំងមូលព្រមទាំងរួមសហការគ្នាដើម្បីការពារធម្មនុញ្ញអង្គការសហប្រជាជាតិដើម្បីគុណតម្លៃនៃស្ថាប័នសកលដែលពិតជាមានសារៈសំខាន់និងចាំបាច់បំផុត